បាទមានព័ត៌មានមួយទៅតងជាមួយនឹងអាជ្ញាធរខេត្តដ៏មានជ័យចុះដោះស្រាយបញ្ចប់នៅទំនាស់ព្រំដីរវាងក្រុមតៃninhសៀមរាបនិងប្រជាពលរដ្ឋនៅក្នុងស្រុកត្រពាំងប្រាសាទបាទទំនាស់ដីធ្លីរវាងក្រុមហ៊ុនខាងលើនិងបងប្អូនប្រជាពលរដ្ឋប្រមាណគ្រួសារដែរទៅលោកបាទមិនទាន់បានកំណត់បានទេព្រោះកំពុងតែដោះស្រាយបញ្ចប់ជាបន្តបន្ទាប់បាទដីមានប្រមាណជាប្រមាណហិកតាទៅបានជាមានការចុះវាស់វែងយ៉ាងដូចនេះបាទសំខាន់ហើយចំពោះផ្ទៃដីទាំងអស់នោះមិនទាន់បានកំណត់ទេដោយសារតែប្រជាពលរដ្ឋយើងមានចំនួនច្រើននៅក្នុងពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនតៃninhសៀមរាបនោះបាទជាលទ្ធផលការចុះវាស់វែងនេះទទួលបានអ្វីខ្លះលោកបាទទទួលបានលទ្ធផលបានល្អប្រសើរព្រោះប្រជាពលរដ្ឋជាមួយនឹងក្រុមហ៊ុនគាត់បានសម្រុះសម្រួលគ្នាហើយនឹងបាទរស់ស្រួលគ្នាក្នុងការដែលបញ្ចប់ទំនាស់ព្រំប្រទល់របស់ពួកគាត់ហ្នឹងគឺមានសភាពបានល្អប្រសើរព្រោះដោយសារតែទទួលបានបទបញ្ជាពីសន្តិសុខបរិយាកាសអភិបាលអញ្ចឹងទៅអាដាមវត្តប៉ានីនអភិបាលរងខេត្តឧត្តរមានជ័យគាត់បានចុះបញ្ចប់ទំនាស់ដីព្រំប្រទល់របស់ក្រុមហ៊ុនជាមួយនឹងប្រជាពលរដ្ឋដែលមានដីចម្ការផ្ទាល់ធ្វើស្រែចម្ការជាក់ស្ដែងនោះដូចចឹងទៅក្រុមហ៊ុនជាមួយនឹងបាទប្រជាពលរដ្ឋនោះក៏បានចុះស្រុះគ្នាកំណត់ព្រំប្រទល់តែជាក់ស្ដែងបាទការវាស់វែងហ្នឹងមានប្រមាណកន្លែងដែរទៅលោកឬមួយក៏មានតែមួយភូមិឬក៏មួយកន្លែងទេលោកបាទការវាស់វែងហ្នឹងមានច្រើនភូមិដោយពាក់ព័ន្ធជាមួយនឹងព្រំប្រទល់របស់ក្រុមហ៊ុនតៃninhសៀមរាបហ្នឹងគឺមានច្រើនភូមិបាទមានច្រើនភូមិដែរអញ្ចឹងទេបងប្អូនជាប្រវត្តិប្រមាណភាគរយដែលលោកយកស្របនឹងទទួលយកគោលការណ៍នេះហើយតើគេមានគម្រោងជួបគ្នាដោះស្រាយបញ្ហាវិវាទដីធ្លីនេះនៅពេលណាលោកបាទបន្ទាប់ពីមានការពីដាក់ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋទៅអាជ្ញាធរខេត្តឧត្តរមានជ័យហ្នឹងលោកវត្តប៉ានីនអាដាមអភិបាលរងខេត្តឧត្តរមានជ័យគាត់ក៏បានមកចុះដោះស្រាយបាទអរគុណកំណត់ព្រំប្រទល់អញ្ចឹងហើយ